បាទគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាបាទថ្ងៃនេះចង់ណែនាំពុកម៉ែបងប្អូនមកមើលបាទទីលានបាទទីលាននេះគឺនៅទីក្រុងកោះពេជ្រតែម្ដងបាទកន្លែងគេធ្វើរបៀបថា concert អីកន្លែងឈប់ឡានឈប់អីពុកម៉ែបងប្អូនយើងបាទឥឡូវចាំមើលតាមដានទស្សនាទាំងអស់គ្នាចាំមើលទស្សនវិជ្ជាយ៉ាងម៉េចបាទបាទនេះពុកម៉ែបងប្អូនយើងបាទពេលល្ងាចម៉ោង 5 ជាង 7:06 ហើយឃើញថាពុកម៉ែបងប្អូនយើងខ្លះចេញពីធ្វើការក៏បញ្ញាប់បញ្ញាល់ទៅគេអាឋានហើយពុកម៉ែបងប្អូនយើងមួយចំនួនគាត់ចប់ការងារឥឡូវគាត់នាំកូនចៅគ្រួសារគាត់មកលំហែនៅទីក្រុងកោះពេជ្របាទភ្លើងពណ៌ពេលស្បាល្ងាចចឹងណាពុកម៉ែបងប្អូនយើងបាទហ្នឹងហើយមិនថាគេថាខ្ញុំទេតែខ្ញុំឯងម៉ោងការងារទេតែគាត់ថាចប់ចេះតែថតឲ្យបងប្អូនមើលអានេះទស្សនវិជ្ជានៅកន្លែងចតឡានបាទនៅឯកោះពេជ្រហ្នឹងតែម្ដងបាទនេះគេដាក់នេះបងប្អូននេះដាក់សាលមហោស្រពកោះពេជ្របាទកន្លែងហ្នឹងគឺគេប្រគំតន្ត្រីវាយបុកវាយអីល្បីហ្នឹងបងប្អូនយើងបាទមានតែកន្លែងហ្នឹងមួយទេនៅទីក្រុងភ្នំពេញគឺវាល្វឹងតែម្ដងទីធ្លាស្អាតធំទូលាយបាទមានបងប្អូនខ្មែរយើងជាច្រើនគាត់មកលំហែយកខ្យល់ទន្លេបាទហើយរូបភាពនេះបញ្ជាក់ផងដែរគឺថតនៅថ្ងៃទី26បាទ26 ខែ 2បាទ26 ខែ 2 2025អូសុំទោសបងប្អូនថ្ងៃទី25ឯងច្រឡំបាទរូបភាពនេះថតថ្ងៃទី25បាទថ្ងៃទី25ខែ 2 2025បាទនេះពេលល្ងាចសុទ្ធសាធតែម្ដងបាទនេះគឺបើយើងទៅចេះទៅគឺស្ពានហង្សបងប្អូនយើងស្ពាននេះស្ពានមកពីពេជ្រហើយបើចំណុចខាងនោះចេញពីចូលក្រុងភ្នំពេញបាទហ្នឹងណាទៀតពតជុំវិញហ្នឹងណានៅកោះពេជ្រសាលមហោស្រពគេហ្នឹងឥឡូវហ្នឹងហើយមានគេចាក់បាសប្រគំតន្ត្រីលហឹងអើងកងមានកន្ត្រកមានអីជិះណាកន្លែងនេះទៅចេះមកទលេចំលើពណ៌ចម្រុះស្អាតនេះកន្ត្រកអីជិះនេះបងប្អូនយើងស្រស់ស្រាយតិចទៅបាទមានបងប្អូនយើងបញ្ញាប់បញ្ញាល់ទៅផ្ទះនោះវឹងមកហ្នឹងមានអាគារខ្ពស់ហើយនៅខាងនោះឆ្លងទៅកោះនរាបងប្អូនមើលឃើញឡាប់នេះស្ពានកោះនរាឆ្លងពីកោះពេជ្រទៅកោះនរាបាទមានភ្លើងតាំងភ្លើងនេះបងប្អូនយើងអាគារតំកសាងថ្មីជាច្រើនពោះដដែលដដុំបាទនេះដល់ប្រមាណ100ប្រមាណ1000បន្ទប់ឲ្យបងប្អូនយើងបាទពោះហើយបាទធម្មតាទេបាទមើលលេងកំសាន្តបងប្អូនយើងបាទទីលានធំទលាយមែនតើថតលេងឲ្យបងប្អូនមើលអញ្ចឹងណាពេលល្ងាចអីចឹងណាបងប្អូនមើលកំសាន្តទៅបាទកម្មវិធីấyអាចមកបានរហូតណាបាទយ៉ាងម៉េចហើយពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាបាទទោះពីបានមើលបាទខ្ញុំធ្វើបទបង្ហាញឥឡូវថតពីមុខឲ្យមើលបន្តិចទៅឲ្យមើលមុខខ្ញុំផងបាទកុំឲ្យតែមើលតែណាណីនោះកាមេរ៉ាមុខចង់ស្អាតទេកាមេរ៉ាក្រួយទៀតណា
ហើយមុខអ្នកថតនេះយើងស្អាតដែរហ្នឹងឡើងមកអេមដែរហ្នឹងឡើងកាញ់ចាស់តែម្ដងហ្នឹងហើយឡើងកាញ់ចាស់អង្គយ៉ាតែម្ដងចិត្តហើយបងប្អូនចិត្តហើយចិត្តអរេងថ្ងៃលិចហើយបាទនេះថ្ងៃរៀបលិចកងព្រៃនេះហ្នឹងហើយចឹងវីដេអូមានតែប៉ុណ្ណឹងទេបាទចែកជូនពុកម៉ែបងប្អូនមើលកំសាន្តទស្សនវិជ្ជាពេលល្ងាចបាទជូនពរបងប្អូនសុខភាពល្អសំណាងល្អគ្រប់គ្នាជួបគ្នាវីដេអូក្រោយបាទជួយ like ជួយ share ផងបាទអរគុណ